ជម្រាបសួរខ្ញុំឈ្មោះឈៀងស្រីណុចរស់នៅក្នុងភូមិអូតូណូបសង្កាត់ផ្ដោតអន្ទាវក្រុងនឹងខេត្តបាត់ដំបងហើយសប្តាហ៍ថ្ងៃនេះខ្ញុំគឺជាកសិករដាំដំណាំក្នុងចការខ្ញុំមានដូចជាដាំដំណាំជីក្រហមជីពណ៌ត្រីជីសកើចម្រះព្រៅហើយនឹងដាំឈើហូបផ្លែធំដូចជាដូងស្វាយល្ហុងខ្នោហើយនឹងដំណាំតបផ្សំមានដូចជាដើមស្អំហើយនឹងត្រប់តពីនាងខ្ញុំបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា YAC មកនាងខ្ញុំបានទទួលចំណេះដឹងដូចជាការកាត់បន្ថយក្នុងការប្រើប្រាស់ថ្នាំគីមីចាប់ផ្ដើមធ្វើជីកប៉ុស្តិ៍ទឹកហើយនឹងជីកប៉ុស្តិ៍គោកដើម្បីជួយឲ្យដីនាងខ្ញុំមានជីវជាតិដើម្បីកាត់បន្ថយក្នុងការប្រើប្រាស់ជីគីមីកុំឲ្យវាប៉ះពាល់ដល់ក្នុងភូមិហើយនឹងប៉ះពាល់ដល់ក្រុមគ្រួសារនាងខ្ញុំហើយនឹងជាពិសេសនាងខ្ញុំចំណេះដឹងដែលខ្ញុំទទួលបានពីកម្មវិធី YAC នឹងដូចជាបានតែឃើញក្នុងការគេដាំដំណាំលើធ្នើធ្វើឲ្យខ្ញុំអាចនឹងយកមកអនុវត្តក្នុងចំការបន្ទាប់ពីនឹងមកនាងខ្ញុំបានទៅក្នុងកសិដ្ឋានមួយកន្លែងដែលមានដាំដំណាំចម្រុះហើយនឹងមានចិញ្ចឹមសត្វក្នុងនោះផងដែរគេយកលីមកសត្វហ្នឹងមកឆ្នៃធ្វើជាជីដើម្បីដាក់ក្នុងដំណាំរបស់កសិដ្ឋានរបស់គេនឹងហើយគេមានការឆ្នៃដូចជាការឆ្នៃវត្ថុដើម្បីដេញសត្វដាំដំណាំឆ្លាស់ដើម្បីការពារការបំផ្លាញពីសត្វល្អិតពេញភូមិនេះសិតតែដំណាំឆ្លាស់ដែលគៀនលបងនេះតែបាត់ដំណាំនៅខាងក្នុងនេះវាអត់អាចឆ្លាស់បានទេអញ្ចឹងយើងយល់មិនដែរដាំដើមដូងផងដាំស្វាយផងនៅជុំវិញកន្លែងយើងចឹងពេលដាំដូងវាធំហើយយើងដាំដើមខ្នុរដើមអីក្រោមនឹងព្រោះដើមដូងវាធំហើយវាអាចមានដើមខ្នុរដើមអីក្នុងនឹងពេលដើមដូងវាងាប់ទៅកាប់ដើមដូងចោលគឺសល់ដើមខ្នុរនឹងបើសិនជាមានទស្សនកិច្ច YAC លើកទី2នាងខ្ញុំនឹងចូលរួមព្រោះយល់ថាល្អក្នុងកម្មវិធីនឹងហើយនឹងយកមកអនុវត្តក្នុងសង្គមគ្រួសារហើយនឹងចំការនឹងខ្ញុំបើសិនជាមានកម្មវិធីទៅដល់ក្រៅប្រទេសទៀតកាន់តែល្អដើម្បីបានបទពិសោធន៍ថ្មីយកមកអនុវត្តហើយនឹងអភិវឌ្ឍខ្លួនឯងដើម្បីឲ្យមានការរីកចម្រើនជាងមុន